សួស្តីអ្នកគ្នាថ្ងៃនេះខ្ញុំនឹងមកប្រាប់អ្នកគ្នាពីរបៀបរក candy និងរបៀបប្រើប្រាស់ candy តើយើងរកយ៉ាងម៉េចនិងប្រើប្រាស់យ៉ាងម៉េចអ្នកខ្លះក៏អត់ទាន់ដឹងខ្ញុំក៏ធ្វើវីដេអូប្រាប់ទៅអ្នកគ្នាអាចមើល NPC ពីរនឹងបានណាមួយមានឈ្មោះធម្មតាមួយមានឈ្មោះកតុយ EIF មានកតុយ EIF ហ្នឹងពេលយើងវាយវាទៅយើងនឹងបាន candy ហើយអាមួយទៀតយើងវាយអត់បាន candy ទេហើយ NPC ដែលយើងវាយនឹងត្រូវតែមាន level លើយើងចំនួន25ទៅ50បើអ្នកគាត់មាន level មិនហើយវាយ NPC នឹង level ក្រោមអ្នកគ្នា25ឬក៏50មកអ្នកគ្នានឹងទទួលបាន candy ហ្នឹងហើយឥឡូវខ្ញុំធ្វើការវាយឲ្យអ្នកគ្នាមើលមកបាទពេលយើងវាយ NPC នឹងងាប់ទៅវាលោតអក្សរពណ៌ស្វាយពាក្យថា candy 2គុណអាហ្នឹងយើងបានហើយអ្នកគ្នាហើយយើងបាន2អ្នកគ្នាជួនកាលវាបាន3អ្នកគ្នាហើយរបៀបរកមានតែប៉ុណ្្នឹងទេ candy ហើយឥឡូវយើងចូលរបៀបប្រើវិញរបៀបប្រើមាន2កន្លែងមានកន្លែងចាប់ fruit មួយនិងកន្លែងកោះថ្មីមួយឥឡូវខ្ញុំប្រាប់កន្លែងចាប់ fruit មុនហើយកន្លែងចាប់ fruit ហ្នឹងគឺគ្នាយើងដឹងច្រើនហើយប៉ុន្តែខ្ញុំប្រាប់អ្នកដែលគាត់អត់ដឹងហើយយើងចុចអាក្រោមមកឈ្មោះថា winter កញ្ឆាហ្នឹងហើយយើងចុចទៅប្រើ candy បាទហើយចុចទៅគឺមាន anime អីដែរនេះយើងប្រើចំណាយ candy 100អ្នកគ្នាដើម្បីចាប់វាបានហើយយើងអាចនឹងបាន skin fruit ឬក៏បាន fruit អ្នកគ្នាកន្លែងនេះ big kitsune ចង់ស្អីមកបានអាមួក snowman វិញអត់យល់ហើយមួកហ្នឹងគឺបោកដែរវាបោកស្អីទេចាំមើលសិនអ្នកគ្នាមួយទៀតគឺខ្ញុំបាន flame អ្នកគ្នាមួកនឹងជំនួយយើងរត់លឿនជាងមុន 50% ហើយជំនួយdamage កំភ្លើងឲ្យយើងបាញ់ឈើជាងមុន 10% ហើយនឹងការពារ damage ដែលសត្រូវវាយមកលើយើងនឹងចំនួន 5% ហើយ candy នឹងយើងអាចយកមកទិញអីនៅកោះកន្លែងយើងយកកដោនឹងបានហើយមានអ្នកលក់3បាទនេះអ្នកលក់ទី1គឺ Santa គាត់លក់3របស់ទី1នឹងមានឈ្មោះថា If Head តម្លៃវា250 candy If Head ហ្នឹងគឺជាមួកពណ៌ខៀវមួយនេះឯងហើយវាជំនួយឲ្យយើងរត់លឿនចំនួន 20% ហើយកាត់ cooldown skill កដាប់ដៃរបស់យើងចំនួន 5% ដែរទី2មានឈ្មោះថា Santa Head តម្លៃវា500 candy Santa Head ហ្នឹងគឺជាមួកពណ៌ក្រហមមួយនេះហើយវាជំនួយយើងរត់លឿនចំនួន 30% ហើយជួយ damage fruit យើងឲ្យឈឺជាងមុនចំនួន 13% ដែរទី3 slide ខ្ញុំមិនដឹងអានត្រូវអានខុសទេអានឹងតម្លៃ 1000 candy ហើយអានឹងគឺជាទូកអ្នកគ្នាតម្លៃវាដូចជា 5000 អ្នកគ្នាឥឡូវខ្ញុំចុចរសិននេះ5000អ្នកគ្នាយើងការទិញមកបាទអានឹងជាទូកដូចជារទេះ Santa អ្នកគ្នានេះអ្នកគ្នាមើលបាននោះគឺជាទូករទេះ Santa នឹងឯងហើយវាមានភ្លេងទៀតពេលយើងជិះទៅអ្នកលក់ទី2មានឈ្មោះថា Green D ហើយគាត់នឹងលក់ fragment បើក្នុងខ្លួនយើងអត់មាន fragment សោះយើងអាចយក candy នឹងទៅទិញ fragment បានប៉ុន្តែបើក្នុងខ្លួនយើងមាន fragment ចាប់ពី500ហើយយើងយកគេឲ្យយើងយក fragment នឹងទៅទិញ candy វិញនិយាយទៅកន្លែងហ្នឹងគឺអត់ប្រយោជន៍ទេមិនចាំទិញក៏បានដែរចូលដល់អ្នកលក់ទី3វិញគាត់មានឈ្មោះថា Magic If ហើយគាត់នឹងលក់3ដោយតា Santa ដែរទី1គឺគាត់លក់ level គុណ2ចំនួន15នាទីតម្លៃ50 candy អ្នកគ្នានិយាយទៅល្អមែនតើបើគ្នាចង់បាននាទីយូរអ្នកគ្នាទិញឲ្យច្រើនទៅសំខាន់ឲ្យតែអ្នកគ្នាមាន candy ច្រើនទី2 state refund អានឹងតម្លៃ75 candy ពេលយើងទិញទៅយើងអាច reset ពួកនេះឲ្យមក level 1វិញបានហើយយើងអាចបូកវាសាមីអ្នកគ្នាគឺលយមែនតើកន្លែងហ្នឹងគឺមែនតើយើងអត់ពិបាកដាក់កូដទី3 Race Reroll អាហ្នឹងតម្លៃ100 candy អាហ្នឹងពេលយើងចុចទៅវានឹងរក Race ឲ្យយើងមួយអ្នកគ្នា Race ហ្នឹងគឺមានដូចជាRace Shark Race Rabbit Race Angel អានេះខ្ញុំគឺ Race Shark អ្នកគ្នាគឺដោះព្រុយនឹងក្រោយអ្នកគ្នា Race ត្រីអាហ្នឹងហើយរបៀបមើល Race ហ្នឹងគឺអ្នកគ្នាចុចកន្លែងនេះមកនោះ Race យើងនៅខាងលើហ្នឹងខ្ញុំ Race Shark អ្នកគ្នា Race ហ្នឹងមានច្រើនអ្នកគ្នាមាន Race Rabbit ហ្នឹង Race សន្សាយឬដោះលកជានៅលើក្បាលអ្នកគ្នាហើយមាន Race អី Angel ដោះឡាបនឹងក្រោយហើយមាន Race ច្រើនទៀតអ្នកគ្នាគឺល្អមែនតើប៉ែនហ្នឹងហើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេចាំយើងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ